មវង8ណាប្រសូមជូនផ្កាប្រសិទ្ធពរជ័យសូមឲ្យស្មារតីថ្នាក់ដឹកនាំនៅក្នុងសាលាគាត់តែងតែលើកកម្ពស់ស្ត្រីជានិច្ចនៅក្នុងអង្គភាពរបស់ខ្ញុំអញ្ចឹងអត់មានការរើសអើងអីទេគាត់ផ្ដល់ឱកាសឲ្យតែយើងមានសមត្ថភាពគឺគាត់ផ្ដល់ឱកាសឲ្យយើងបានទទួលទួនាទីការងារអញ្ចឹងសម្រាប់ការងារទាំងអស់ទាំងបរិសុទ្ធទាំងស្ត្រីគឺមានភាពស្មើគ្នាទាំងអស់អញ្ចឹងឲ្យតែយើងមានសមត្ថភាពគឺយើងអាចបំពេញការងារទៅដូចទៅនឹងបរិសុទ្ធដូចគ្នាចា៎ក្នុងនាមយើងជាស្ត្រីយើងត្រូវតែបានន័យថាយើងមានទូនាទីក៏ដូចជាមានភារកិច្ចបំពេញការងារគឺយើងបំពេញឲ្យអស់ពីសមត្ថភាពរបស់យើងបញ្ចេញឲ្យអស់ពីសមត្ថភាពព្រោះគេអត់មានប្រកាន់ភេទប្រកាន់ gender អីទៀតទេអញ្ចឹងបើសិនបើយើងមានចំណេះដឹងមានជំនាញមានសមត្ថភាពគ្រប់គ្រាន់យើងនឹងត្រូវបានលើកតម្កើងចាព្រោះបើខ្ញុំសង្កេតឃើញទៅស្ថាប័នរបស់ខ្ញុំគឺត្រូវបានលើកតម្កើងចំណុចនឹងផងដែរបើសិនបើស្ត្រីមានសមត្ថភាពគ្រប់គ្រាន់គាត់នឹងលើកឡើងលើកជាបានន័យថាឡើងជាប្រធានការិយាល័យឬក៏បាត់ម៉ងឬក៏អាចអនាគតទៅជានាយិកាឬក៏នាយិការងឬក៏អីចឹងទៅតាមចំណុចនឹងផងដែរព្រោះសំខាន់ឲ្យតែមានសមត្ថភាពគឺសមភាពត្រូវតែមានខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំវិទ្យាស្ថានក៏ដូចជាថ្នាក់ដឹកនាំក្រសួងនិងជាពិសេសគឺរាជរដ្ឋាភិបាលដែលបានផ្ដល់ឱកាសដល់ស្ត្រីឲ្យមានភាពស្មើគ្នាទៅនឹងបុរសបំពេញការងារក្នុងជួររាជរដ្ឋាភិបាលនេះឲ្យស្មើគ្នាទៅនឹងបុរសអត់មានភាពរើសអើងចាអញ្ចឹងផ្ដល់នូវសមភាពនាងខ្ញុំសូមអរគុណដល់ក្រសួងការងារប្រដាប់ជាជីវៈដែលតែងតែយកចិត្តទុកដាក់ទៅលើស្ត្រីហើយក៏ដូចជាបុគ្គលិកជានារីដែរហើយគាត់ក៏តែងតែលើកទឹកចិត្តនារីថាប្រឹងប្រែងបើសិនបើមានសមត្ថភាព enough គ្រប់គ្រាន់គឺនឹងមាននឹងអាចបញ្ចេញស្នាដៃនៅថ្ងៃណាមួយបានក្នុងសាលារបស់ខ្ញុំរៀនហ្នឹងគឺខាងគ្រូនិងថ្នាក់លើគាត់យកចិត្តទុកដាក់ខ្លាំងមែនតើលើសិស្សស្រីពួកខ្ញុំជានិស្សិតស្រីអញ្ចឹងគឺអាចរៀនជំនាញដូចមនុស្សប្រុសដូចខ្ញុំរៀនខាងជំនាញមេកានិកឧស្សាហកម្មអញ្ចឹងខ្ញុំរៀនមានធ្វើឡានម៉ាស៊ីនត្រជាក់អីផ្សេងអញ្ចឹងទៅហើយហ្នឹងគឺបើគិតទៅជាមុខជំនាញរបស់មនុស្សប្រុសទេប៉ុន្តែពួកខ្ញុំជាស្រីនេះក៏មានសិទ្ធិរៀនដែរក្នុងសាលារបស់ខ្ញុំរៀនរាល់ថ្ងៃនេះឃើញថាក៏មានអ្នកគ្រូជាស្ត្រីច្រើនដែរសប្តាហ៍ថ្ងៃនារីយើងអាចលើកដង្កើងខ្លួនឯងហ្នឹងអាចរកស៊ីដូចជាលក់ដូរឬមួយក៏គាត់អាចទៅប្រកបរបរដោយមិនចាំបាច់ពឹងពាក់លើស្វាមីទាំងស្រុងទេគាត់អាចសម្រួលដល់បន្ទុកគ្រួសារបានយ៉ាងធំខ្ញុំសង្កេតឃើញថានារីសប្តាហ៍ថ្ងៃគាត់មានឱកាសការងារច្រើនគាត់មានសមត្ថភាពហើយគាត់អាចធ្វើជាមន្ត្រីរាជការធ្វើជាប៉ូលីសធ្វើជាទាហានដូចជាបរោះចំពោះខ្ញុំធ្វើគឺខ្ញុំរៀនជំនាញវិស្វកម្មរថយន្តដូចជាបរិបទដែលគេនិយាយថាមនុស្សស្រីមិនអាចធ្វើជំនាញរថយន្តបានជាក់ស្ដែងខ្ញុំកំពុងតែសិក្សានៅជំនាញវិស្វកម្មរថយន្តនឹងផ្ទាល់នេះខ្ញុំសូមថ្លែងអំណរគុណទៅដល់ខាងរាជរដ្ឋាភិបាលនិងក្រសួងការងារក៏ដូចជាសាលាផ្ទាល់ដែលបានផ្ដល់ឱកាសដល់ពួកខ្ញុំដែលជានិស្សិតស្រីនៅក្នុងការរៀនជំនាញក៏ដូចជាផ្ដល់តម្លៃឲ្យស្មើនឹងបរិបទដែលនៅក្នុងសង្គមដោយពួកខ្ញុំអាចសិក្សារៀនសូត្របានដូចគ្នាអាចមានឱកាសចូលធ្វើការបានដូចគ្នាហើយក៏អាចមានសិទ្ធិផ្សេងដូចជាបរិះដែរខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលក្រសួងការងារដែលតែងតែយកចិត្តទុកដាក់ដល់នារីឲ្យបានសិក្សាចំណេះដឹងជាច្រើននិងឲ្យមានឱកាសការងារជាច្រើនសម្រាប់នារីនៅក្នុងការធ្វើការនៅក្នុងក្រសួងគ្រប់ខណ្ឌខ្ញុំសូមអបអរសាទរទិវាអន្តរជាតិនារី8មីនាសូមអបអរសាទរទិវាអន្តរជាតិនារី8មីនាខ្ញុំសូមអបអរសាទរដល់ទិវាអន្តរជាតិសិទ្ធិនារី8មីនាខ្ញុំសូមចូលរួមអបអរសាទរទិវាអន្តរជាតិនារី8មីនាខ្ញុំសូមចូលរួមអបអរសាទរទិវាអន្តរជាតិនារី8មីនាសិទ្ធិសេរីរួមមានតម្លៃស្មើគ្នាប្រុសស្រីក្នុងសង្គម